ឯកឧត្តមហេងសួររដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈនិងឯកឧត្តមផាកចុងវូកឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជានៅព្រឹកថ្ងៃច័ន្ទទី12ខែឧសភានេះបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រារព្ធខួប20ឆ្នាំនៃការបង្កើតវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាហៅកាត់ថា NPIC និងពិព័រណ៍ការងារលើកទី4ឆ្នាំ2025ដែលធ្វើឡើងនៅទីតាំងវិទ្យាស្ថានផ្ទាល់ក្នុងរាជធានីភ្នំពេញថ្លែងទៅកាន់អង្គពិធីដែលមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងការងារនិងបណ្ដុំបណ្ដាលវិជ្ជាជីវៈថ្នាក់ដឹកនាំគ្រឹះស្ថានសិក្សាក្រោមអាវ៉ាតមិត្តដៃគូបរទេសនិងអាជ្ញាធរដែនដីឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងថាក្នុងរយៈពេល20ឆ្នាំមកនេះ NPIC បានក្លាយជាគ្រឹះស្ថានបណ្ដុះបណ្ដាលជំនាញដ៏លេចធ្លោមួយដែលមានការទទួលស្គាល់យ៉ាងទូលំទូលាយនៅទូទាំងប្រទេសនិងលើឆាកអន្តរជាតិតាមរយៈការរក្សាបាននូវគុណភាពបណ្ដុះបណ្ដាលបច្ចេកទេសទំនើបបរិយាកាសសិក្សានិងការងារដែលជាកត្តាផ្ដល់ជូនសិស្សនិស្សិតនិងសិក្ខាកាមឲ្យមានទាំងចំណេះជំនាញនិងសីលធម៌វិជ្ជាជីវៈដែលបានធ្វើឲ្យក្រុមហ៊ុនដៃគូនានានិងអ្នកពាក់ព័ន្ធទុកចិត្តនិងជឿជាក់ឯកឧត្តមរដ្ឋមន្ត្រីបានគូបញ្ជាក់ថាកត្តាទាំងអស់នេះហើយបានជំរុញឲ្យក្រសួងស្ថាប័នវិស័យឯកជនដៃគូអភិវឌ្ឍជាតិនិងអន្តរជាតិទទួលស្គាល់ថាវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជាគឺជាគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈមួយដែលមានសក្តានុពលនិងសកម្មក្នុងការចូលរួមចំណែកកសាងមូលធនមនុស្សសម្រាប់គ្រប់គ្រងដល់សេដ្ឋកិច្ចកម្ពុជា20ឆ្នាំកន្លងទៅនេះអ្វីដែល NPIC បានកសាងគឺគេឈ្មោះក្រៅពីទទួលបានការកោតសរសើរនិងការទទួលស្គាល់ពីក្រសួងការងារក្រសួងបរិស្ថានហើយនិងក្រសួងអប់រំគឺ NPIC ទទួលបាននៅវិញ្ញាបនបត្រ ISO ហើយថ្មីចុងក្រោយនេះគឺ NPIC បានទទួលពានមាសពី ITE នៃប្រទេសសិង្ហបុរីគឺ GEMSET ដែលនេះគឺជាមោទនភាពជាតិមួយហើយនៅក្នុងប្រទេសកម្ពុជាលទ្ធផលស្នាដៃរបស់ NPIC តែងតែត្រូវបានការគាំទ្រកោតសរសើរហើយទទួលបានធ្វើជាតំណាងនៃប្រទេសកម្ពុជាយើងក្នុងការចេញទៅប្រកួតប្រជែងជំនាញក៏ដូចជាការប្រកួតប្រជែង robot ដែលការប្រកួតជំនាញឬមួយការទៅប្រកួត robot នេះវាមិនត្រឹមតែជាការបង្ហាញនៅចំណេះដឹងនៅបច្ចេកទេសដែលសិស្សរបស់យើងបានទទួលពី NPIC នោះទេប៉ុន្តែក៏ជាការបង្ហាញឲ្យឃើញនៅជំនាញទន់ soft skill teamwork ដែលសិស្សនិស្សិតរបស់យើងទទួលបានផងដែរបន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាគណៈដែលរាជរដ្ឋាភិបាលកំពុងអនុវត្តកម្មវិធីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសវិជ្ជាជីវៈ 1.5 លាននាក់យ៉ាងសកម្មនោះវិទ្យាស្ថានក៏បានដើរតួនាទីយ៉ាងសំខាន់បំផុតផងដែរក្នុងការបណ្ដុះបណ្ដាលជំនាញដល់ក្រុមយុវជនគោលដៅនិងប្រជាពលរដ្ឋកម្ពុជាឲ្យមានជំនាញច្បាស់លាស់ដែលបាននឹងកំពុងផ្ដល់ឱកាសឲ្យសិក្ខាកាមមានការងារនៅតាមក្រុមហ៊ុនរោងចក្រសហគ្រាសនិងការក្លាយជាម្ចាស់អាជីវកម្មផងដែរ